បើយើងក្រឡេកមើលបរិសម្នាក់នេះតែសម្បកក្រៅប្រកាសណាស់យើងច្បាស់ជាគិតថាគាត់គឺជាបរិសម្នាក់ធម្មតាមានរូបសម្បត្តិសមរម្យមើលទៅសមជាអ្នកចេះដឹងប៉ុន្តែលោកអ្នកមានដឹងដែរទេបរិសម្នាក់នេះគឺជាឃាតករសម្លាប់បណ្ដាក់គ្នាឬក៏ភាសាអង់គ្លេសហៅថា serial killer He is pure evil, but you'd never know it by looking at him. But when you hear him, that's another story. បរិសម្នាក់នេះមានឈ្មោះថា Jeffrey Dahmer កើតនៅក្នុងឆ្នាំ1960និងស្លាប់នៅក្នុងឆ្នាំ1994គាត់ត្រូវបានគេស្គាល់ថាជាឃាតករសម្លាប់បណ្ដាក់គ្នាឬក៏អង់គ្លេសហៅថា serial killer នៅក្នុងទីក្រុង Milwaukee នៃរដ្ឋ Wisconsin និងជាជនល្មើសផ្លូវភេទដ៏សាហាវឃោរឃៅម្នាក់នៅក្នុងសហរដ្ឋអាមេរិកនៅចន្លោះឆ្នាំ1978ដល់ឆ្នាំ1991គាត់បានសម្លាប់បុរសនិងក្មេងប្រុសពុំទាន់គ្រប់អាយុសរុបចំនួន17នាក់សកម្មភាពឧក្រិដ្ឋកម្មរបស់គាត់មានភាពសាហាវយង់ខ្នងជាខ្លាំងរួមមានការសម្លាប់និងកាត់សាកសពជាទូទៅគាត់បានលួងលោមជនរងគ្រោះឲ្យទៅកាន់ផ្ទះរបស់គាត់រួចធ្វើការដាក់ថ្នាំសន្លប់បន្ទាប់មកធ្វើការច្របាច់កសម្លាប់និងធ្វើការកាត់សាកសពជាកង់ការស៊ីសាច់មនុស្សគាត់បានសារភាពទៅកាន់ប៉ូលីសថាគាត់បានរួមភេទជាមួយនឹងសាកសពនិងបានសារភាពផងដែរថាគាត់បានស៊ីសាច់ជនរងគ្រោះមួយចំនួនទៀតផងការរក្សាទុកផ្នែកខ្លះនៃសាកសពនៅពេលប៉ូលីសបានឆែកឆេរផ្ទះរបស់គាត់នៅក្នុងឆ្នាំ1991គេបានរកឃើញក្បាលមនុស្សនៅក្នុងទូទឹកកកឆ្អឹងលលាក្បាលនិងផ្នែកផ្សេងៗនៃរាងកាយដែលគាត់បានរក្សាទុកជាវត្ថុអនុស្សាវរីយ៍គាត់ត្រូវបានចាប់ខ្លួននៅខែកក្កដាឆ្នាំ1991បន្ទាប់ពីជនរងគ្រោះម្នាក់ឈ្មោះ Tracy Edward បានរត់គេចខ្លួនហើយនាំប៉ូលីសទៅកាន់បន្ទប់ស្នាក់នៅរបស់ Jeffrey Dahmer នៅឆ្នាំ1992តុលាការបានកាត់ទោសឲ្យគាត់ជាប់ពន្ធនាគារអស់មួយជីវិតចំនួន15ដងបើសរុបជាឆ្នាំវិញគឺគាត់ត្រូវជាប់ពន្ធនាគារចំនួន999ឆ្នាំ Jeffrey Dahmer បានស្លាប់នៅថ្ងៃទី28ខែវិច្ឆិកាឆ្នាំ1994នៅក្នុងមន្ទីរឃុំឃាំង Columbia នៃរដ្ឋ Wisconsin គាត់បានស្លាប់នៅខណៈពេលដែលកំពុងធ្វើការសម្អាតបន្ទប់ទឹកនៅក្នុងពន្ធនាគារដោយមានអ្នកទោសពីរនាក់ផ្សេងទៀតគឺមានឈ្មោះថា Christopher Scaver និង Jesse Andersonដោយឆ្លៀតឱកាសនៅពេលដែលគ្មានឆ្មាំគុកនៅខ្លមើ Scaver បានយកដំបងដែកដែលលួចចេញមកពីបន្ទប់ហាត់ប្រាណបុកវាយសំពងទៅលើក្បាលនិងផ្ទៃមុខរបស់ Jeffrey Dahmer យ៉ាងធ្ងន់ធ្ងរសាកសពរបស់ Jeffrey Dahmer ត្រូវបានឆ្មាំពន្ធនាគាររកឃើញនៅម៉ោង 8:10 នាទីព្រឹកហើយត្រូវបានប្រកាសថាស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យហើយគាត់បានស្លាប់នៅក្នុងវ័យ34ឆ្នាំបងប្អូនទាំងអស់គ្នាដែលចាប់អារម្មណ៍ចង់ធ្វើការទស្សនានៅវីដេអូពេញខ្ញុំនឹងធ្វើការបង្ហោះចូលទៅក្នុង Channel YouTube របស់ខ្ញុំក្នុងពេលឆាប់ៗនេះបងប្អូនទាំងអស់គ្នាអាចស្វែងរក Channel YouTube របស់ខ្ញុំនៅ link នៅក្រោម profile អរគុណជួបគ្នានៅវីដេអូក្រោយ